ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមួយចំណុចដែលខ្ញុំចង់បង្ហាញបងប្អូនដែលខ្ញុំចង់ប្រាប់បងប្អូនតាក់ទងជាមួយនឹងការបង្កើត page ការផុស page ការធ្វើ page បងប្អូនណាបងប្អូនដំបូងបងប្អូនបង្កើត Facebook មកបន្ទាប់មកបងប្អូនបង្កើត page មួយនោះបងប្អូនដាក់ឈ្មោះមកកុំគិតទៅស្តង់ដាឬក៏មិនស្តង់ដាបងប្អូនណាបងប្អូនដាក់ឈ្មោះអីដាក់ឈ្មោះមកជាភាសាខ្មែរក៏បានជាភាសាបរទេសក៏បានដែរបងប្អូនបង្កើតហើយបងប្អូនចាប់ផ្ដើមផុសវីដេអូបើសិនជាបងប្អូនចង់បានទុកនៅលើ page បងប្អូនហ្នឹងបងប្អូនយកវីដេអូពីចិនមកផុសក៏បានដែរបងប្អូនជិះវៀងយកវីដេអូខ្មែរទៅយើងប៉ះពាល់កម្មសិទ្ធិបញ្ញាបងប្អូនselectមកវីដេអូចិនហ្នឹងយើងមាននៅក្នុង TikTok ច្រើនគឺក៏ YouTube បងប្អូនយកមកផុសទៅផុសធ្វើមិនក៏ឲ្យផ្ទុះបងប្អូនឲ្យ page បងប្អូនផ្ទុះឲ្យមាន view ច្រើនវាធំបងប្អូនណា page មួយហ្នឹងបងប្អូនកុំតន់គិតរឿងស្តង់ដាសំខាន់ឲ្យបងប្អូនធ្វើផុសឲ្យ page ធំសិនបន្តពីបងប្អូនឈានមកតំណាក់ទៅមកតំណាក់បងប្អូន page បងប្អូនផ្ទុះខ្លាំងហ្នឹង follow កាន់តែច្រើនហ្នឹងទុះ view ដល់ up ហ្នឹងបងប្អូនធ្វើតែមួយសិនណាគឺបងប្អូននឹងយល់ពីការធ្វើ page បន្តមកបងប្អូនកុំលេង page ហ្នឹងប្រទេសផ្ដាស់បងប្អូនធ្វើវាធំសិនមកបន្តមកបងប្អូនគិតដែរថាឥឡូវហ្នឹងយើងមានកម្រងថាយើងធ្វើ page ស្តង់ដាមួយដើម្បីទី1ដើម្បីផ្សព្វផ្សាយពីផលិតផលរបស់យើងដើម្បីប្រម៉ូទពីសេវាកម្មរបស់យើងអាចមានឱកាសពីរទី1ទៅយើងយក page ហ្នឹងមកធ្វើជា business ទី2ទៅយក page ហ្នឹងមកធ្វើជាការរកលុយនៅលើ page នៅលើវីដេអូហ្នឹងបន្តមកបងប្អូនយក page ធំបងប្អូនផុសនោះបងប្អូនជួយយើងផុសໄວអត់ធំណារួចក៏បងប្អូនយកវាមក share អា page ស្តង់ដារបស់យើងណា page ដែលគេហៅថាស្តង់ដាឈ្មោះស្តង់ដាដែលយើងបង្កើតឡើងដើម្បីជាស្តង់ដាមួយដូចថាឧទាហរណ៍ថាវីដេអូយើងបង្កើតឡើង original ហ្នឹងឬក៏យើងផុសអ្វីដែលជា business ឬក៏ជា promote ផលិតផលបងប្អូនយកវាមក share មកពេលនោះបងប្អូននឹងកាន់ view page original បងប្អូននឹងឡើង view កាន់តែខ្លាំងសំខាន់យើងធ្វើ page មួយគេហៅថា traffic ធ្វើឲ្យធំហើយយើងយកមក share page ទូចរបស់យើងហ្នឹងអា page ទូចរបស់យើងហ្នឹងវាធ្វើទៅងាយស្រួលបើមិនជាបងប្អូនចាប់ពីចំណុច0ទៅអត់មានអី share តាំងបងប្អូនតាំងវិស័យចបៃគឺពិបាកណាខ្ញុំធ្លាប់ហើយតែបើសិនជាបងប្អូនមាន traffic ដូចជាគ្រប់ដូចជា page ធំហ្នឹងគេយកមកអូ page ទូចណាគឺវាងាយស្រួលវាតាក់ទាញ follow តាក់ទាញ view បងប្អូនព្យាយាម share វីដេអូល្អៗមួយថ្ងៃ2 3 4អញ្ចឹងណាយក page ធំ share រហូតទៅវាចាប់ដើមឡើងមកកម្រិតហ្នឹងយើងបែរថាវីដេអូយើងកាន់ណាតែមាន view កាន់តែច្រើនគេស្គាល់កាន់តែច្រើនវាមានអ្នកខ្លះគាត់ចូលចិត្ត view យើងគាត់ចូលចិត្តវីដេអូយើងគឺគាត់នឹង follow ពេលដែលគាត់ follow ហើយគឺយើងឡើងមកតំណាក់ទៅមកតំណាក់អានេះគេធ្វើអញ្ចឹងគេត្រូវប្រើពេលទៀតណាមិនមែនថា share ភ្លាមមកទុកភ្លាមធ្វើឲ្យអា page ទូចយើងធំទៅដូច page ធំអត់ទេវាត្រូវការមកតំណាក់ដែរតែគាត់ថាវាធូរជាងធ្វើពីចំណុច0សោះណា0សោះវាតឹងណាបងប្អូនត្រូវប្រើពេលយូរឧទាហរណ៍ថាឥឡូវពី0ទៅយើងអត់មាន traffic អូយើងគិតថាឥឡូវពីកន្លះឆ្នាំចុះឧទាហរណ៍កន្លះឆ្នាំទៅ1ឆ្នាំទៅ page យើងមានគេទូស្គាល់ច្រើនតែបើសិនជាយើងមាន traffic អូគេធ្វើប្រហែលជា2ខែទៅ3ខែ4ខែអីគេអាចជោគជ័យបងប្អូនទៅតាមការផលិតវីដេអូរបស់គេទៅតាមអា traffic របស់គេហ្នឹងគេ content របស់គេហ្នឹងគេលេងទីថាគេលេងត្រូវជាមួយនឹង page របស់គេដែរណាអានេះមួយឆាប់ឡើងអញ្ចឹងខ្ញុំមានអីច្រើនទេមានតែតាមបងប្អូនថាបើសិនជាបងប្អូនថ្មីបងប្អូនកុំគិតឲ្យ page ស្តង់ដាបងប្អូន post សិនមកបងប្អូន post សិនមកព្រោះ page ទី1ហ្នឹងទូកាន់តែខ្លាំងហើយកុំតន់យកវាមកគិតរឿងលុយយកមកឲ្យធំសិនព្រោះ page យើងផុសដនផុសហ្នឹងវាអាចជាប់ច្រើនណាវាមានបញ្ហាច្រើនណាអញ្ចឹងយើងធ្វើវាធំដើម្បីមាន view ច្រើននិងមាន follow ច្រើនយកវាមកអត់តូចបងប្អូនអរគុណ